អ្នកដែលបានញ៉ាំគៀវខ្ញុំ10នាក់ទៅសារទាំង10ថ្ងៃនេះខ្ញុំចែករូបមន្តរបស់ខ្ញុំជូនបងប្អូន free តែម្ដងរូបមន្តនេះបងប្អូនចេះតែធ្វើលក់ក៏បានដែរគ្រឿងផ្សំគឺខ្ញុំមានជាមួយនឹងស្ពៃក្តោបចំនួន1ក្តោបដាក់ស្រុះវាឲ្យទន់បន្ទាប់មកទុកវាឲ្យត្រជាក់ខ្ញុំហាន់ជាមួយនឹងស្លឹកកញ្ឆៃខ្លីៗស្ពៃក្តោបបន្ទាប់ពីត្រជាក់ហើយយើងហាន់វាឲ្យទូចៗហើយនឹងយកវាមកគៀបទឹកចេញឬក៏យើងយកទៅពូតទឹកចេញក៏បានដែរចំណុចនេះខ្ញុំសូមបញ្ជាក់ស្ពៃក្តោបគឺយើងយកទៅស្រុះវាឲ្យទន់ទេអត់ទុកវាឲ្យរលួយទេពោះផ្នែកសាច់ខ្ញុំប្រើសាច់ជ្រូកដែលមានជាប់ខ្លាញ់តិចៗទៅនឹងចំនួន6ខាំចំពោះគ្រឿងទេសខ្ញុំប្រើម្សៅពោតចំនួន3ស្លាបព្រាស្ករសកន្លះស្លាបព្រាជាងម្រេចម៉ដ្ឋកន្លះស្លាបព្រាខ្ញី1កូនដុំចិញ្ច្រាំឲ្យម៉ដ្ឋខ្ទឹមសចិញ្ច្រាំចំនួន3កំពឹសទឹកត្រី1ស្លាបព្រាទឹកស៊ីអ៊ីវ2ស្លាបព្រាប្រេងល្ង2ស្លាបព្រាប្រេងខ្យង3ស្លាបព្រាហើយនឹងពងមាន់ចំនួន2គ្រាប់គ្រឿងក្រៅទាំងអស់នេះបងប្អូនលេងលើកមិនកុំឲ្យប្រៃតែស្នូលប្រៃញ៉ាំអត់ឆ្ងាញ់ទេគ្រឿងក្រៅទាំងអស់នេះត្រូវច្របាច់ចូលគ្នាឲ្យសព្វល្អក្នុងទិសដៅតែមួយទើបសាច់នឹងស្វិតល្អបន្ទាប់ពីក្លុកគ្នាបានល្អហើយដាក់ជាមួយនឹងស្ពៃក្តោបហ្នឹងក៏ចាច្បល់ចូលជាមួយនឹងសាច់ហ្នឹងឲ្យជាលបាយតែមួយដែរបន្ទាប់មកគឺដាក់ស្លឹកកញ្ឆៃក្រោយគេស្លឹកកញ្ឆៃហើយជាមួយនឹងស្ពៃក្តោបបរិមាណតិចច្រើនទៅតាមការចូលចិត្តរបស់បងប្អូនទេចូលមកដល់ការខ្ចប់គឺមានច្រើនរបៀបតែខ្ញុំបង្ហាញជូនរបៀបដែលសាមញ្ញជាងគេមួយដោយគ្រាន់តែដួសសាច់ស្នូលដាក់ទៅលើសបកគៀវហើយចំពោះបរិមាណស្នូលវាអាស្រ័យទៅលើទំហំសបកគៀវយើងដែរប៉ុន្តែបើសម្រាប់អ្នកដែលទើបតែរៀនខ្ចប់ដំបូងគួរតែកុំដាក់ស្នូលច្រើនពេកព្រោះវានឹងពិបាកខ្ចប់ឬក៏ងាយនឹងលហែកសបកគៀវចាប់បន្ទាប់មកគឺយើងលាបទឹកជុំវិញគែមសបកគៀវហ្នឹងហើយយើងចាបត់វាជាពីរហើយយើងយកដៃចកត់ឲ្យខ្លាំងប្រកាសថាឲ្យជាប់ដើម្បីកុំឲ្យវាបែកចាពេលយើងស្ងោរពេលយើងចំហុយឬក៏ពេលយើងចៀនហ្នឹងកុំឲ្យវាបែកអាចធ្វើបញ្ចប់ធ្វើតែខ្ជិបកែមវាហ្នឹងទៅក៏បានដែរឬមួយក៏យើងចង់ធ្វើម៉ូតចាដូចខ្ញុំបង្ហាញបងប្អូនគឺយើងធ្វើម៉ូតវាឲ្យស្អាតអញ្ចឹងណាបងប្អូនអាហ្នឹងបានថារៀងគៀវចំតួចាឲ្យសម្រាប់នៅប្រទេសចិនអីវិញគេញ៉ាំគៀវនៅរដូវចូលឆ្នាំដោយគេមានជំនឿថាវានាំជាមួយនឹងលុយកាក់ចូលនេះគៀវខ្ញុំបានខ្ចប់ហើយបងប្អូនរូបរាងមិនដែរស្អាតអត់ចាឥឡូវចូលដល់របៀបចៀនយើងប្រើខ្ទះយើងដាក់ខ្ទះឲ្យក្តៅហើយយើងដាក់ប្រេងឆាហើយយើងដាក់ចៀនវាចាចៀនវាឲ្យក្រៀមសបកហើយយើងចាក់ទឹកក្តៅបញ្ចូលសម្រាប់ទឹកក្តៅខ្ញុំចាក់ពាក់កណ្ដាលគៀវហ្នឹងហើយបើកភ្លើងកម្រិតកណ្ដាលចាយើងចៀនវាផ្ងំវាប្រហែលជា20នាទីជាទូទៅចាប់បន្ទាប់មករីងទឹកអស់ហើយគឺគៀវយើងរួចរាល់ប៉ុន្តែពេលដែលរីងទឹកហ្នឹងបងប្អូនកុំដើរចោលវាចាច់ខ្លោចចាព្រោះពេលហ្នឹងគឺវាងាយនឹងខ្លោចចានេះគឺយើងចៀនហើយបងប្អូនមើលទំនងឯងពណ៌ឡើងក្រហមសបកខាងក្រោមស្រួយខាងលើគឺទន់ហើយគៀវគឺញ៉ាំឲ្យឆ្ងាញ់គឺញ៉ាំនៅពេលដែលយើងចាចៀនឲ្យក្តៅថ្មីហ្នឹងណាសម្រាប់គៀវហ្នឹងយកមកចៀនអញ្ចឹងក៏បានយកទៅចំហុយក៏បានយកទៅសុះស្ងោរក៏បានឬក៏យើងញ៉ាំស៊ុបញ៉ាំអីដាក់ចូលក៏បានដែរឬក៏យកទៅបំពងក៏បានដែរចាប់បានវិធីសាស្ត្រនេះគឺវិធីសាស្ត្រដែលខ្ញុំចូលចិត្តជាងគេបំផុតដោយសារខាងក្រោមវាស្រួយខាងលើវាទន់ហើយសាច់វាខាងក្នុងគឺនៅមានសំណើមល្អគេហៅថា juicy ញ៉ាំហើយគឺឆ្ងាញ់មែនតើចាឲ្យមេដៃខ្លួនឯងទៀតក៏ទៅឲ្យតែអ្នកបានញ៉ាំគៀវខ្ញុំអ្នកណាក៏ចូលចិត្តដែររសជាតិវាឆ្ងាញ់សុំសរសើរខ្លួនឯងតិចឲ្យបងប្អូនតែវាឆ្ងាញ់មែនបងប្អូនអាចធ្វើសាកញ៉ាំបានការធ្វើគៀវញ៉ាំខ្លួនឯងគឺចំណេញលុយច្រើនមែនតើចាតែញ៉ាំនៅហាងវារៀងថ្លៃប៉ុន្តែដោយសារគៀវយើងធ្វើប្រើកម្លាំងពលកម្មច្រើនដល់អញ្ចឹងទៅបានជាគេលក់ថ្លៃឲ្យយើងប៉ុន្តែបើសិនជាគ្រឿងផ្សំវាអត់សូវថ្លៃម៉ានទេគាត់ថាវាក៏ជាកញ្ចប់ដូចបងប្អូនឃើញហ្នឹងលាយគ្រឿងហើយអ្វីដែលយូរជាងគេបំផុតគឺខ្ចប់នឹងឯងអ្វីដែលកម្រិតត្រូវថា challenge ខ្លាំងណាគឺការខ្ចប់នឹងឯងបងប្អូនប៉ុន្តែបើសិនជាយើងធ្វើជុំគ្រួសារអីជុំគ្នាអញ្ចឹងទៅគឺសប្បាយយើងជួយខ្ចប់គ្នាទៅវិញទៅមកអញ្ចឹងណាចាហើយខ្ចប់ហើយផ្ទៀងផ្ទាត់មើលថាណាគេធ្វើបានស្អាតជាងណាគេធ្វើបានល្អជាងនៅជុំគ្នាអញ្ចឹងសប្បាយបងប្អូននៅពេលដែលយើងខ្ចប់ជុំគ្នាអាហ្នឹងជាគុណសម្បត្តិមួយហើយសម្រាប់គៀវគឺមិនមែនមានតែប្រទេសចិនមិនមែនតែកូរ៉េមានតែជប៉ុនទេគឺនៅដូចជាអ៊ីតាលីអីក៏មានដែរអញ្ចឹងណាគាត់ថាការផ្សំគ្រឿងហើយបែបផែនអីហ្នឹងវាខុសគ្នាបន្តិចតាមប្រទេសនីមួយអញ្ចឹងវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណបងប្អូនសម្រាប់ការជួយទស្សនាហើយក៏កាន់តែអរគុណថែមទៀតសម្រាប់ការជួយ share ចែកចាយបន្តជួបគ្នានៅវីដេអូថ្មីទៀត